ជាសាលាបសុទ្ធសាលាមធ្យមសិក្សាសម្រាប់ពីខ្សែកណ្ដាលដែលបានដាក់ឲ្យអនុវត្តកម្មវិធីសាលារៀនសម្រាប់ថ្មីដោយក្រសួងអប់រំយុវជននិងកីឡាចាប់ពីឆ្នាំសិក្សា2017-2018ដំណាក់កាលដំបូងចាប់ផ្ដើមពីថ្នាក់ទី7đếnថ្នាក់ទី8ដែលមានសិស្សចំនួន290នាក់ស្រី173នាក់ចែកជា12ថ្នាក់មានគ្រូបណ្ដាការចំនួន25នាក់ស្រី8នាក់ក្នុងនោះក្នុងឆ្នាំសិក្សា2022-23មានសិស្សសរុបចំនួនក្នុងឆ្នាំសិក្សា2023-24នេះមានសិស្សសរុបចំនួន1249នាក់ស្រី693នាក់ចែកជា36នាក់មានបុគ្គលិកបម្រើការក្នុងកម្មវិធីសរុបចំនួន83នាក់ស្រី32